ឡងទី12រួចតើត្រូវធ្វើយ៉ាងម៉េចទៀតបងប្អូនបាទអញ្ចឹងថ្ងៃនេះខ្ញុំនឹងបកស្រាយអំពីបាទអត្ថបទរបស់យើងនិយាយអំពីតើពេលប្រឡងបាក់ឌុបរួចតើយើងត្រូវធ្វើម៉េចបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺជាថ្ងៃប្រឡងបាក់ឌុបថ្ងៃចុងក្រោយដែលមានរយៈពេល2ថ្ងៃហើយបងប្អូនខ្លះមួយចំនួនក៏បានប្រឡងចូលប្រឡងបានតាន់ពេលវេលាហើយនឹងលទ្ធផលគឺថាបានធ្វើហើយច្រើនបាទអ្នកខ្លះចេញមកវិញក៏សប្បាយចិត្តអ្នកខ្លះទៀតចេញមកវិញក៏ទឹកមុខសពូនបាទដែលមើលឃើញទស្សនវិជ្ជា2ថ្ងៃនេះគឺអ្នកខ្លះក៏សប្បាយអ្នកខ្លះក៏យំបាទអូខេបងប្អូនអរគ្នាតើបងប្អូនដឹងទេថាតើធ្វើយ៉ាងម៉េចនៅពេលដែលយើងប្រឡងចប់ទី12ហើយយើងត្រូវធ្វើអីបន្តទៀតបាទខ្ញុំឃើញព័ត៌មានមួយចំនួនដែលតាក់ទងជាមួយនឹងការប្រឡងប្រហែលថ្ងៃនេះឃើញប្អូនមួយចំនួនយកចិត្តទុកដាក់យ៉ាងខ្លាំងដែលអាចនិយាយបានថាយកចិត្តទុកដាក់ក្នុងការប្រឡងអាចថាទៅមើលមណ្ឌលប្រឡងឬក៏ត្រៀមសំណួរត្រៀមចម្លើយសម្រាប់ខ្លួនឯងដែលខិតខំប្រឹងប្រែងរយៈពេល12ឆ្នាំនេះបាទបងប្អូនទាំងអស់គ្នាបងប្អូនពិតជាមានការតាំងចិត្តខ្ពស់សម្រាប់ថ្ងៃនេះតែបងប្អូនមុននឹងដល់ពេលវេលាដែលយើងត្រូវប្រឡងគឺមិនធម្មតាទេបងប្អូនគឺរយៈពេល12ឆ្នាំបាទតាំងពីយើងធំមិនទាន់ដឹងក្តីរហូតដល់ដឹងក្តីមកដល់ពេលនេះរយៈពេល12ឆ្នាំទៅយើងមានសិទ្ធិប្រឡងក្នុងការប្រកួតប្រជែងសម្រាប់ប្រឡងបាក់ឌុបឆ្នាំនេះបាទអញ្ចឹងទេបងប្អូនដែលខំប្រឹងប្រែងបាទយកចិត្តទុកដាក់គឺបងប្អូននឹងត្រៀមខ្លួនរួចជាស្រេចក្នុងការប្រឡងឲ្យបានទិន្នល្អឲ្យបានលទ្ធផលល្អប៉ុន្តែសម្រាប់បងប្អូនមួយចំនួនទៀតដែលបាទខំប្រឹងប្រែងតាំងពីដើមមកហើយដែរខិនខំប្រឹងប្រែងតាំងពីថ្នាក់ទីមត្តេយ្យរហូតទី12នេះគឺរយៈពេល12ឆ្នាំនេះគឺមិនធម្មតាទេប៉ុន្តែយើងបានធ្វើការធ្វេសប្រហែសបាទមានព័ត៌មានខ្លះទៀតឃើញថាបងប្អូនទៅប្រឡងអត់ទាន់បាទបងប្អូនទៅប្រឡងច្រឡំមណ្ឌលប្រឡងបាទហើយបងប្អូនគិតមើលថានៅពេលដែលដល់ម៉ោងប្រឡងបាទដល់ម៉ោងប្រឡងគឺសាលាគ្រូឬក៏មន្ត្រីរាជការគាត់បានចាប់ផ្ដើមបិទលបងសាលាបាទហើយមិនឲ្យមានការចេញចូលអីរញ៉េរញ៉ៃទេដោយសារតែការរៀបចំស្ដាប់ស្នប់ចុះបើសិនជាបងប្អូនទៅប្រឡងហើយខុសមណ្ឌលនៃការប្រឡងរបស់យើងតើធ្វើយ៉ាងម៉េចបាទមុំតែយើងទៅរកកន្លែងប្រឡងដែលឃើញដែលចំឈ្មោះរបស់យើងគឺយើងខាតពេលវេលាបាត់ហើយជួនកាលនោះអនុរិយមិនឲ្យចូលទៀតអញ្ចឹងតើការខំប្រឹងប្រែងរបស់យើងរយៈពេល12ឆ្នាំតើយ៉ាងម៉េចទៅបងប្អូនអរគ្នាបាទដូច្នេះហើយសូមលើកទឹកចិត្តបងប្អូនដែលមានឈ្មោះប្រឡងនៅក្នុងឆ្នាំនេះសូមឲ្យបងប្អូនយកចិត្តទុកដាក់ឲ្យមែនទែនក្នុងការប្រឡងសម្រាប់រយៈពេល2ថ្ងៃនេះបាទហើយសង្ឃឹមថាជូនពរបងប្អូនទាំងអស់គ្នាដែលប្រឡងសម្រាប់ឆ្នាំ2026នេះឲ្យជាប់ទាំងអស់គ្នាបាននិទេសល្អទាំងអស់គ្នាដើម្បីស្វែងយល់ស្វែងរកនៅឱកាសនៃបាទនៃអនាគតរបស់យើងបន្តទៀតបាទបងប្អូនអរគ្នាបាទអញ្ចឹងមកដល់ម៉ោងនេះគឺបងប្អូននៅតែប្រឹងប្រែងធ្វើការប្រឡងនៅឡើយទេមិនទាន់ចប់នៅឡើយទេហើយមានតែជូនពរបងប្អូនដែលប្រឡងក្នុងថ្ងៃប្រហែលថ្ងៃនេះឲ្យមានការសរសេរការប្រឡងឲ្យបានពេញกระดาษទៅហើយសូមឲ្យជាប់និទេសល្អហើយជូនពរបងប្អូនទាំងអស់គ្នាឲ្យជាប់ល្អទាំងអស់គ្នាបាទលទ្ធផលបាក់ឌុបនឹងចេញក្រោយពេលប្រឡងបងប្អូនបាទអញ្ចឹងក្រោយពេលប្រឡងនឹងមានអ្នកសើចនឹងមានអ្នកយំបាទអ្នកខ្លះបានលទ្ធផលល្អនឹងសប្បាយចិត្តបាទតែអ្នកខ្លះវិញទៀតមិនមានលទ្ធផលល្អក៏មិនសប្បាយចិត្តបាទអ្នកខ្លះរហូតទៅដល់ការគិតខ្លីទៅទៀតបាទបងប្អូនអរគ្នាបងប្អូនចំពោះលទ្ធផលនៃការប្រឡងបាក់ឌុបមិនមែនជាការបាទមិនមែនជាការកំណត់ជោគវាសនារបស់យើងទេបងប្អូនបាទមានអ្នកជោគជ័យមួយចំនួនបាទដែលខ្លាចទៅជាមហាសេដ្ឋីមកដល់សប្តាហ៍ថ្ងៃនេះគឺមានអ្នកខ្លះមិនបានប្រឡងបាក់ឌុបទៅទៀតបាទមានអ្នកខ្លះមិនបានចូលសាកលវិទ្យាល័យទៅទៀតហើយមានច្រើនមែនទែនបាទអញ្ចឹងហើយគឺខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាខិតខំប្រឹងប្រែងបាទនៅពេលដែលយើងបាន
បាទលទ្ធផលប៉ុណ្ណាគឺយើងកុំសោកស្ដាយឬក៏យើងគិតខ្លីយើងត្រូវតែទទួលយកនៅអ្វីដែលយើងខំប្រឹងប្រែងធ្វើអស់ពីលទ្ធភាពបងប្អូនអរគ្នាបាទអញ្ចឹងបើសិនជាបងប្អូនប្រឹងប្រែងខិតខំប្រឹងប្រែងបាននិទេសល្អទៅយើងក៏មានសំណាងសម្រាប់ការជាប់ជាមួយនឹងអាហារូបករណ៍ឬក៏យើងមានជំរឿសច្រើនសម្រាប់ការរៀនបន្តទៀតបាទហើយចំពោះបងប្អូនដែលធ្លាក់ឬក៏លទ្ធផលមិនសូវល្អយើងក៏មិនសូវមានជំរឿសដូចអ្នកគេជាប់និទេស A ឬក៏ជាប់និទេសល្អបាទប៉ុន្តែយើងត្រូវស្វែងយល់ឱកាសស្វែងរកឱកាសបងប្អូនណាបាទហើយតាមរយៈបទពិសោធន៍និងតាមរយៈការមើលឃើញកន្លងមកឃើញបងប្អូនដែលជាប់និទេសល្អហ្នឹងក៏អ្នកខ្លះក៏បានធ្វើការធំទៅអ្នកខ្លះក៏មិនមានការងារធំដុំអីប្រហែលហើយអ្នកខ្លះដែលធ្លាក់បាក់ឌុបឬក៏ប្រឡងនិទេសមិនល្អហ្នឹងក៏មានអនាគតភ្លឺស្វាងផងដែរអញ្ចឹងទេគឺជោគវាសនាឬក៏លទ្ធផលនៃការប្រឡងបាក់ឌុបនេះមិនមែនកំណត់ជោគវាសនារបស់យើងទាំងស្រុង 100% ទេអញ្ចឹងមានតែការខិតខំប្រឹងប្រែងបងប្អូនទាំងអស់គ្នាសូមឲ្យមានការប្រឡងយកចិត្តទុកដាក់ដើម្បីបាននិទេសល្អហើយយើងបន្តអនាគតរបស់យើងទៅមុខទៀតបាទអូខេអញ្ចឹងនេះគឺជាការអត្ថបទរបស់យើងដែលនិយាយអំពីការតើប្រឡងទី12រួចតែយើងត្រូវធ្វើអីបន្តទៀតបាទអញ្ចឹងសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាខ្ញុំឈ្មោះច័ន្ទគង់ជាប្រធានផ្នែកទីផ្សារអភិវឌ្ឍរបស់ក្រុមហ៊ុន Angel Boss Group បាទហើយក្នុងនេះក៏អរគុណច្រើនសម្រាប់ការបានមានឱកាសខ្លាយខ្លួនទៅជាវាគ្មិននៅក្នុងពេលវេលានេះបាទហើយសូមគោរពជំរាបសួរលោកគ្រូអ្នកគ្រូបងប្អូនទាំងអស់គ្នាដែលបានចូលមើលការ live នេះហើយជាបឋមក៏សូមគោរពទៅដល់អរគុណទៅដល់លោកចែកយកក្រុមហ៊ុន Angel Boss Group ដែលបានបើកកម្មវិធីនេះឡើងដែលធ្វើឲ្យខ្ញុំមានឱកាសក្នុងការ live ហើយក៏សូមអរគុណសម្រាប់បងប្អូនយើងដែលជាអ្នកសម្របសម្រួលជាអ្នកបច្ចេកទេសក្នុងការរៀបចំការ live នេះផងដែរបើសិនជាគ្មានពួកគាត់ក៏មិនមានអវត្តមានខ្ញុំនៅក្នុងការផ្សាយនៅ online នេះដែរបាទហើយក៏សូមអរគុណសម្រាប់បងប្អូនទាំងអស់គ្នាដែលចូលមកទស្សនានៅក្នុងការ live រាល់ការ live របស់ AB Pro Academy ឬក៏ page របស់ក្រុមហ៊ុន AB Pro ទាំង live បាទបើសិនជាគ្មានការគ្រប់គ្រងឬក៏គ្មានការចូលរួមរបស់បងប្អូនទេក៏មិនមាននៅកម្មវិធីនេះកើតឡើងដែរបាទអូខេអញ្ចឹងសម្រាប់ប្រធានបទយើងថ្ងៃនេះគឺនិយាយអំពីតើបាទប្រឡងទី12រួចតើយើងត្រូវធ្វើអីបន្តទៀតបាទបងប្អូននៅពេលដែលយើងប្រឡងទី12រួចគឺជាពេលវេលាមួយដែលយើងត្រូវតែជ្រើសរើសផ្លូវដោយខ្លួនឯងបាទបងប្អូនដឹងហើយថាកន្លងមកនៅពេលដែលយើងរៀនតាំងពីបឋមបាទរហូតដល់ទី12នេះគឺយើងស្ថិតនៅក្នុងការគ្រប់គ្រងរបស់គ្រួសារបាទការចំណាយការចាយវាយផ្សេងៗគឺឪពុកម្ដាយរបស់យើងជាអ្នកបាទគ្រប់គ្រងបាទអញ្ចឹងនៅពេលដែលយើងចាប់ទី12បាទដូចជាយើងទៅតែចាប់ផ្ដើមនៅជីវិតថ្មីរបស់យើងបាទចាប់ផ្ដើមនៃការសម្រេចចិត្តគឺដោយសារដោយខ្លួនឯងមានន័យថាកាលពីយើងនៅថ្នាក់រៀនក្រោមទី12បាទដប់បាទនៅវិទ្យាល័យឬក៏អនុវិទ្យាល័យឬក៏បឋមសិក្សានោះគឺការសម្រេចចិត្តផ្សេងៗគឺទៅលើឪពុកម្ដាយអាណាព្យាបាលបាទប៉ុន្តែនៅពេលដែលបងប្អូនបាទនៅពេលដែលបងប្អូនរៀនចប់ទី12ហើយការសម្រេចចិត្តគឺស្ថិតនៅលើខ្លួនឯងតែម្ដងមិនមែនស្ថិតទៅលើអាណាព្យាបាលឬក៏ឪពុកម្ដាយទេបាទឪពុកម្ដាយអាចនឹងមើលការខុសត្រូវពីលើមិនទាន់ប្រឡែង 100% ប៉ុន្តែការសម្រេចចិត្តបាទជោគវាសនារបស់បងប្អូនគឺស្ថិតនៅលើខ្លួនឯងបាទខ្លាំងបំផុតបាទពីព្រោះការសម្រេចចិត្តនៅពេលដែលយើងសម្រេចចិត្តត្រូវនៅអ្វីដែលយើងស្រឡាញ់អ្វីដែលយើងពេញចិត្តគឺការសម្រេចចិត្តនោះគឺវាត្រឹមត្រូវហើយវានឹងប្រកបទៅដោយភាពល្អប្រសើរមួយដែលយើងពេញចិត្តនឹងការស្រឡាញ់របស់យើងហើយយើងជ្រើសរើសយកផ្លូវត្រូវទៀតគឺឃើញថាការជោគជ័យឬក៏ការធ្វើឲ្យផលដែលត្រឡប់មកវិញហ្នឹងគឺល្អប្រសើរបាទបងប្អូនអរគ្នាបងប្អូនខ្លះ
ដែលប្រឡងចប់បាទប្រឡងចប់ឬក៏ប្រឡងមិនចប់អីក៏ដោយណាយើងត្រូវធ្វើយ៉ាងម៉េចដើម្បីបន្តទៀតយើងគិតយ៉ាងម៉េចបាទបងប្អូនជាច្រើនដែលមិនទាន់មានគោលបំណងប្រាថ្នាឬក៏គោលដៅជីវិតរបស់ខ្លួនឯងទេបាទមានន័យថាប្រឡងរៀនដឹងតែពីរៀនទៅហើយពេលប្រឡងចប់ក៏មិនដឹងធ្វើអីបងប្អូនខ្លះក៏តាមឪពុកម្ដាយបង្អល់បង្ហាញអីចឹងទៅបើសិនជាឪពុកម្ដាយអាណាព្យាបាលគាត់បានគិតគូរផ្លូវដែលត្រឹមត្រូវមួយសម្រាប់បងហើយអាហ្នឹងក៏ជារឿងល្អមួយប៉ុន្តែបើសិនជាឪពុកម្ដាយខ្លះទៀតគឺគាត់ទៅតាមកូនហើយគាត់ក៏មិនបានដឹងស៊ីជម្រៅអំពីដំណើរជីវិតបន្តទៀតឬក៏ផ្លូវណាមួយដែលខុសឬក៏ផ្លូវណាមួយដែលត្រូវទេគឺគាត់អត់បាននៅចំហល់បង្ហាញទេអញ្ចឹងគឺពឹងផ្អែកទាំងស្រុងទៅលើខ្លួនឯងតែម្ដងបាទអូនខ្លះទៀតដែលរៀនហើយប្រឡងហើយបាទក៏ចង់ទៅរៀនសាកលវិទ្យាល័យបន្តបាទហើយបងប្អូនខ្លះទៀតក៏ចង់ទៅរកការងារធ្វើបងប្អូនខ្លះទៀតក៏ឈប់បាទចង់ឈប់បន្តគឺដើម្បីរកស៊ីខ្លួនឯងតែម្ដងបាទការរកស៊ីគឺមិនមែនជារឿងខុសទេប៉ុន្តែបងប្អូនខ្លះដែលមានឪពុកម្ដាយជាអ្នករកស៊ីស្រាប់បងប្អូនមានមុខរបរស្រាប់ឈប់ពីការរៀនហើយយើងអាចទៅជួយឪពុកម្ដាយឬក៏ពង្រឹងអាជីវកម្មតែម្ដងបាទប៉ុន្តែបងប្អូនខ្លះទៀតគាត់អត់មានអាជីវកម្មផ្ទាល់ខ្លួនទេមានន័យថាគ្រួសារគាត់អត់ទាន់មានអាជីវកម្មផ្ទាល់ខ្លួនទេអញ្ចឹងគាត់ចង់រកស៊ីក៏ពិបាកបាទហើយมันមានបទពិសោធន៍អីច្រើនបាទអញ្ចឹងបងប្អូនត្រូវតែសម្រេចចិត្តខ្លួនឯងថាតើត្រូវរៀនបន្តតើត្រូវរកស៊ីតើត្រូវធ្វើអីមួយដែលបន្ទាប់ពីយើងប្រឡងជាប់នឹងហើយនេះឬក៏ទៅរកជំនាញផ្ទាល់ខ្លួនបាទរកជំនាញផ្ទាល់ខ្លួនបាទអូខេអញ្ចឹងមនុស្សជាច្រើនដែលមិនទាន់ដឹងសម្រាប់ខ្លួនឯងថាត្រូវធ្វើអីបន្តបាទអត់ដឹងថាខ្លួនឯងត្រូវចង់ធ្វើអីបន្តទេអញ្ចឹងហើយថ្ងៃនេះខ្ញុំមកឲ្យផ្លូវបងប្អូនខ្លះបាទក្រែងលោអ្វីដែលខ្ញុំចែកម្លែកថ្ងៃនេះបានទៅដល់បងប្អូនហើយជាចំណុចខ្លះល្អកន្លែងណាមួយបាទដែលជួយឲ្យបងប្អូនអាចបាទចាប់យកចំណុចណាមួយដែលត្រឹមត្រូវឬក៏គិតថាចំណុចណាដែលនិយាយទៅគឺត្រូវចិត្តបងប្អូនឬក៏ចំណុចណាមួយដែលនិយាយទៅគឺមានប្រយោជន៍សម្រាប់បងប្អូនអាចចាប់យកហើយយើងនឹងធ្វើទៅតាមអ្វីដែលយើងគិតបាទអូខេអញ្ចឹងមុននឹងយើងចាប់ជាអាជីពចាប់ការរៀនបន្តឬក៏ធ្វើការផ្សេងៗគឺបងប្អូនត្រូវយល់ពីខ្លួនឯងបាទត្រូវយល់ពីខ្លួនឯងមិនមែនតាមឪពុកម្ដាយ 100% មិនមែនទៅតាមមិត្តភ័ក្តិមិនមែនទៅតាមគេតាមឯងទេបាទអ្នកខ្លះណាបាទមានសង្សារជាមួយគ្នាមានមិត្តភ័ក្តិ2 3នាក់គេទៅរៀន account ឧទាហរណ៍តើទៅពេលខ្លួនឯងនេះចង់ទៅផ្នែកផ្សេងឧទាហរណ៍ថាទៅ IT ចឹងប៉ុន្តែមិត្តភ័ក្តិទៅ account អស់ 4-5 នាក់ហើយអញ្ចឹងមានតែបខំចិត្តខ្លួនឯងទៅរៀន account គេដែរទាំងខ្លួនឯងហ្នឹងមិនចូលចិត្តផ្នែកហ្នឹងបាទអញ្ចឹងគឺអ្វីដែលខុសហ្នឹងគឺខុសដែលយើងទៅធ្វើទៅតាមគេបាទយើងជ្រើសរើសផ្លូវទៅតាមគេអត់ត្រូវទេបងប្អូនណាខាតពេលខាតវេលាបាទអញ្ចឹងយើងត្រូវតែសួរខ្លួនឯងថាតើខ្លួនឯងចូលចិត្តអីបាទចូលចិត្តអីចង់អីបកកែខាងអីបាទបើយើងបកកែខាងគណិតបងប្អូនត្រូវតរបាទមុខជំនាញណាដែលតាក់ទងជាមួយគណិតវិទ្យាសាស្ត្របាទបងប្អូនចង់ទៅរៀន IT ត្រូវដឹងថា IT គេបកកែខាងអីបាទអញ្ចឹងហើយបាននៅឆ្នាំទី1នៃបរិញ្ញាបត្រនៅឆ្នាំទី1គេផ្ដល់ជាថ្នាក់សិក្សាមូលដ្ឋានបាទថ្នាក់សិក្សាមូលដ្ឋានហ្នឹងមានន័យថាម៉េចមានន័យថាឲ្យបងប្អូនចូលសិនទៅនៅក្នុងថ្នាក់មូលដ្ឋានគឺមានគ្រប់មុខបាទបើយើងរៀន IT យើងមានទាំង IT យើងមានទាំង account យើងមានទាំងច្បាប់យើងមានទាំងបាទផ្សេងជាច្រើនមុខមានន័យថាចម្រុះថ្នាក់មូលដ្ឋានហ្នឹងគឺចម្រុះ
យើងចង់រៀនអីគឺគេនឹងផ្ដល់ថ្នាក់មូលដ្ឋាននឹងឲ្យយើងបន្ទាប់ពីយើងចប់ថ្នាក់មូលដ្ឋាននឹងហើយយើងដឹងខ្លួនឯងថាយើងបកកែខាងអីបើយើងរៀន IT យើងចូលចិត្ត computer យើងចូលចិត្តបច្ចេកវិទ្យាយើងចូលចិត្តសរសេរកូដយើងចូលចិត្ត network អីផ្សេងៗគឺយើងជ្រើសរើស IT ពិតប្រាកដបាទឬក៏យើងឆ្នាំដំបូងយើងចង់រៀន IT ដែរប៉ុន្តែដល់ពេលយើងរៀនបានមួយឆ្នាំក្នុងថ្នាក់មូលដ្ឋានហ្នឹងយើងចាប់ផ្ដើមមើលទៅដូចអត់សូវជួយចិត្តខាងហ្នឹងយើងចាប់អារម្មណ៍ខាង account បាទអញ្ចឹងក៏យើងអាចផ្លាស់ប្ដូរពីថ្នាក់មូលដ្ឋានហ្នឹងទៅ account បានដែរដល់ឆ្នាំទី2យើងរៀន accounting អីចឹងទៅបាទឬក៏បងប្អូនមួយចំនួនទៀតដំបូងទៅតាមគ្នាឆ្នាំមូលដ្ឋានគេឲ្យរៀនទាំងអស់អញ្ចឹងយើងរៀនបាទយើងរៀនទៅហើយដល់ពេលចប់ឆ្នាំទី1នេះចូលឆ្នាំទី2ស្រាប់តែយើងចាប់ដើមចង់ទៅរៀនច្បាប់បាទយើងចាប់អារម្មណ៍ខាងហ្នឹងយើងស្រឡាញ់ខាងហ្នឹងយើងទៅរៀនច្បាប់អីចឹងទៅអញ្ចឹងយើងក៏អាចផ្លាស់ប្ដូរពីថ្នាក់មូលដ្ឋានហ្នឹងទៅចាប់ឆ្នាំថ្នាក់មូលដ្ឋានឆ្នាំទី1ហ្នឹងក៏យើងអាចផ្លាស់ប្ដូរទៅច្បាប់បានដែរសាលាច្បាប់អីបានដែរអញ្ចឹងការជ្រើសរើសសាលាក៏ជារឿងមួយសំខាន់ដែរបើសិនជាបងប្អូនមានលទ្ធភាពហើយអាចជ្រើសរើសនៅសាលាដែលខ្លួនឯងពេញចិត្តបានយើងអាចជ្រើសរើសបានបាទហើយយើងមើលទៅសាលាណាដែល focus ឬក៏ខ្លាំងខាងអីដូចថាយើងរៀនច្បាប់យើងទៅសាលាច្បាប់ទៅរៀន IT យើងមានសាលាជាច្រើនដែលយើងអាចជ្រើសរើសបាននៅក្នុងនៅភ្នំពេញយើងនេះឬក៏តាមបណ្ដាខេត្តមួយចំនួនយើងអាចទៅភូមិន្ទឬក៏ Norton ឬក៏ CTEC ឬក៏អីទៅអាហ្នឹងតាក់ទងជាមួយនឹងផ្នែក IT នេះខ្ញុំប្រហែលប៉ុណ្ណឹងហើយបងប្អូនអាចទៅស្វែងយល់បន្ថែមទៀតបាទហើយសាលាណាក៏ល្អដែរសំខាន់គឺលើយើងខ្លួនឯងបើសិនជាយើងជ្រើសរើសសាលាល្អប៉ុន្តែយើងអត់ខំប្រឹងប្រែងរៀនសូត្រអត់មានគោលដៅយើងរៀនអត់ប្រកែទោះបីជាយើងរៀនសាលាល្អក៏ចេញមកក៏រកការងារពិបាកដែរបងប្អូនណាបាទអូខេអញ្ចឹងមុននឹងយើងជ្រើសរើសទៅរៀនបន្តយើងត្រូវស្វែងយល់ឲ្យដឹងថាតើខ្លួនឯងជួយចិត្តអីបាទយើងជួយចិត្តអីយើងស្រឡាញ់ខាងអីយើងពូកែខាងអីពេលខ្លះយើងជួយចិត្តប៉ុន្តែយើងអត់ប្រកែប៉ុន្តែពីនឹងបើសិនជាមួយអត់ប្រកែតែជួយចិត្តតែយើងគួរជ្រើសរើសអត់បាទសម្រាប់ខ្ញុំលើកទឹកចិត្តឲ្យជ្រើសរើសបើសិនជាយើងអត់ប្រកែតែយើងជួយចិត្តខាងហ្នឹងបាទយើងនឹងអាចស្រាវជ្រាវឬក៏រៀនវិធីធ្វើយ៉ាងម៉េចឲ្យចេះបានដែរសំខាន់គឺយើងស្រឡាញ់សិនជំរើសដំបូងគឺយើងត្រូវស្រឡាញ់សិនបាទអ្វីដែលសំខាន់ការរៀនបន្តគឺរៀងពិបាកហើយពិបាកដោយសារតែត្រូវការចំណាយបន្ថែមទៀតបងប្អូនណាបាទអញ្ចឹងបើសិនជាបងប្អូនមានគ្រួសារដែលមានជីវភាពធូរធារអាចគត់គង់នៃការរៀនសូត្របានក៏ប្រសើរហើយមានឪពុកម្ដាយខ្លះគាត់ក៏មានលទ្ធភាពឲ្យកូនរៀនគាត់ក៏មិនឲ្យខ្វល់ពីរឿងការងារពីរឿងមុខរបរអីផ្សេងៗទេគាត់ជំរុញឲ្យទៅរៀនបន្តដោយសារតែគាត់មានលទ្ធភាពក្នុងការបង់បន្តទៀតបាទប៉ុន្តែវាពិបាកបំផុតគឺបាទយើងជាកូនអ្នកក្រឬក៏យើងអត់មានលទ្ធភាពទេយើងមកពីខេត្តយើងមកពីស្រែចម្ការយើងអត់សូវមានលទ្ធភាពហើយយើងចង់រៀនបន្តតែយើងត្រូវធ្វើយ៉ាងម៉េចបាទអញ្ចឹងបើសិនជាយើងអត់មានលទ្ធភាពវាពិបាកក្នុងការជ្រើសរើសបាទដោយសារតែយើងចង់រៀនបន្តហើយយើងអត់មានលទ្ធភាពតើត្រូវធ្វើយ៉ាងម៉េចអានេះគឺជាបញ្ហាមួយដែលយើងគិតទាំងអស់គ្នាបាទបើសម្រាប់គ្រួសារដែលគេមានធនធានគេមានសមត្ថភាពគេមានលទ្ធភាពគឺមិនសូវជាពិបាកទេបាទបងប្អូនមករៀនបងប្អូនខ្លះដោយឪពុកម្ដាយគ្រប់គ្រងល្អពេកទៅគឺអត់បានចូលរៀនទៀតបាទហ្នឹងក៏ខូចខ្លួនដែរហើយសម្រាប់យើងជាកូនអ្នកក្របាទសម្រាប់យើងជាកូនអ្នកក្រលំបាកណាស់ពីព្រោះយើងខិតខំតាំងពីក្មេងរហូតដល់ប្រឡងទី12នេះគឺថាខិតខំប្រឹងប្រែងតស៊ូខ្លាំងណាស់បងប្អូនខ្លះទៀតឆ្លៀតទៅធ្វើការនៅក្នុងវ័យសិក្សានឹងតែម្ដងដើម្បីបានកម្រៃខ្លះដើម្បីខិតខំប្រឹងប្រែងធ្វើយ៉ាងម៉េចឲ្យរៀនឲ្យចប់ថ្នាក់ទី12បាទមានអញ្ចឹងឯងបងប្អូនអរគ្នាអ្នកណាខ្លះដែលមានជីវភាពលំបាកតោកយ៉ាកក្នុងការរៀនតស៊ូរៀនអាចខមមិនម្នាក់មួយមើលបាទឬក៏បងដែលធ្លាប់មានបទពិសោធន៍រៀនពិបាកបាទពិបាកដោយសារតែជីវភាពយើងមិនមានស្ដុកស្ដំគេយើងពិបាកដោយសារជីវភាពយើងខ្វះខាតបាទ
lại tại dương riêng tới ôn là bỏ dương là càng tôi tại miền ấy hộp và vọng đai dương miền ấy hộp và sân chỉ dương không prăng prai đập cột cung tại dương ta mà này ai chân cư chia cao lủng ba nên tên và chân hai ôn trâu tại kịch cua ở bàn ven ngái thà tao dương trâu thui dẫn mấy đầm bấy đau cô đau rồi bỏ dương tại sao tại dương ở miền thuần thiền và trong ôn ai và liệt pel thui dẫn mấy dương thở kịch tha cô đau rồi bỏ dương cứ thui dẫn mấy ơi riêng ở chồng và ní bà sen chụp ôn chẳng riêng bằng to ở chồng đó hơi admin là tập hiệp nông ca riêng vấn đề dương thở tại đã cô đau tha thui dẫn mấy ơi dương riêng ban chọc tại nhà bạn và nông ca đấy để dương riêng để dương bà long bạn đông hai chọc dương miền là rong thấy dương trắng riêng và to thịt vấn tay ăn là tập hiệp thật thơ mạch bạn dương đang hay tha ca riêng cứ thời ca chùm này khác một con nghĩa bỏ sân chỉ dương nơi khác dương chùm này cho ra mình tên và chùm này ti môi cứ ca snack nơi ní bỏ sân chia bong ôn miền pu miền ông miền minh miền bong miền ôn ở pính rồi còn nơi tam là khác cứ và xa dân ai mà snack nơi chỉ một bộ quạt bán và con tay bờ sân chụp ôn ọt miền sạch nhiệt cho là sao mà nên anh trong mỏng pin đài rồi có trong từ khai đời luôn ấy nó sọc xài đây hay những trong từ khai riêng và to rồi có làm mỏng pin đòi ọt miền sạch nhiệt nơi tí krong thì hay dương có ọt miền lôi sầm đạp bong riêng và to này và con tay dương chật dương cứ thuê những mấy lạc đô đại những mấy thuê những mấy oi riêng chọc và thơ mạch vàนี่คือจีพอลงบะมวยได้เนี่ยต่อสู้เนี่ยปรังไพรคือผมบ้าปันท้ายเบอร์เซนจะยืมชี้ยืมยืนกงดับบานสำหรับจะผมโดนอังกฤษมาโอเคจังขนมกะไหนนี่เบอร์เซนจะยืมจังมาเรียนอุติอทาเลยยังล้างมั่งเป็นจ้ายังจังเรียนปต่อแต่ยืมอัดมินลัตเพียบในการบองสลาดียืมก็อัดมินลัตเพียบในการบองเตะชัวได้ปันท้ายคุยอย่างไม่đô đại dòng ấy từ bây giờ mấy ai riêng bán hơi thưa ca và đó chỉ spin chùm lón thưa mấy ở dương phật ở dương ban chùm này đằng không luôn là thưa mấy ở ban chọc vào nhà bạn thì bố nó bây là dương chọc bạn đi nhà bắt thì mua dương ai tham miên chùm này đằng trơn chương thì đọc bì và trơn chương vị trí lại nó bây là dương chọc vào nhà bắt thì mua dương miên chùm niên như có skill bắt lọt bởi dương chùm niên tờ riêng pet cứ dương bắt và có pet bởi dương trên mau tại nhà bắt ai thi cứ dương bắt ai thì dương bắt program mình rứa có dương bắt network rứa có dương tờ riêng account cứ bắt account tờ riêng bắt cứ bắt chẳng nó là dương chọc tại nhà bắt cứ việc nghi sốក្នុងការធ្វើការឬក៏ស្វែងរក chip របស់ខ្លួនឯងឬក៏បើកជា business ឬក៏ធ្វើការរកស៊ីអីចឹងទៅអញ្ចឹងគឺសំខាន់នៅពេលដែលយើងរៀនបញ្ចប់បាទរៀនបន្តបាទប៉ុន្តែបើយើងអត់មានលទ្ធភាពតើត្រូវធ្វើម៉េចបាទបងប្អូនមួយចំនួនបាទក៏បានទៅនៅវត្តអីចឹងសុំវត្តសុំអីនៅបាទបើសិនជាកត់លោកណាតនេយើងអាចទៅនៅបាទតែបើអត់ទេអាហ្នឹងរៀងពិបាកយើងអាចសួរមិត្តភ័ក្តិយើងអ្នកណាដែលមកបំពេញខ្លះបាទសួរទៅអ្នកណាដែលអាចមកបំពេញខ្លះយើងអាចចូលគ្នាចូលលុយគ្នាតិចតួចយើងចូលបន្ទប់មួយល្មមទៅយើងអាចនៅបានឲ្យតែធ្វើម៉េចជាស្ពានចម្លងធ្វើម៉េចឲ្យយើងបានរៀនចប់តែប៉ុណ្ណឹងបាទហើយយើងរកសាលាណាមួយដែលគេផ្ដល់អាហារូបករណ៍យើងអាចទៅប្រឡងបាទយើងអាចទៅប្រឡងសាកល្បង 4-5 សាលាទៅយើងស្វែងរកព័ត៌មាននៅក្នុង Facebook YouTube ឬក៏នៅបណ្ដាញសង្គមនានាទៅយើងមើលទៅថាសាលាណាដែលគេឲ្យដល់អាហារូបករណ៍យើងអាចមានឱកាសក្នុងការរៀនដោយមិនចាំបាច់បង់លុយបាទហើយយើងអាចឆ្លៀតម៉ោងធ្វើការខ្លះបាទដោយសារតែសាកលវិទ្យាល័យយើងរៀនតែ4ម៉ោងទេបាទរៀនបើសិនជាយើងរៀនព្រឹកគឺមួយព្រឹកអញ្ចឹងយើងនៅសល់ពេលល្ងាចពេលរសៀលហើយនិងពេលយប់បាទតែបើសិនជាយើងរៀនពេលល្ងាចច្បាស់ណាស់យើងពិបាកឲ្យការងារធ្វើបន្តិចអញ្ចឹងឱកាសបងប្អូនដែលអាចតការងារធ្វើបានគឺទី1យើងអាចរៀនពេលយប់បាទអាចរៀនពេលយប់អញ្ចឹងពេលថ្ងៃពេលម៉ោង
6 ព្រឹករហូតដល់ម៉ោង 5 ល្ងាចហ្នឹងយើងមានពេលគ្រប់គ្រាន់សម្រាប់ធ្វើការបាទឬក៏ស្វែងរកឱកាសការងារណាមួយបាទបើសិនជាបងប្អូនរៀនពេលព្រឹកក៏យើងអាចមានឱកាសក្នុងការស្វែងរកការងារបន្ថែមក៏ដូចជាការរកប្រាក់ចំណូលបន្ថែមនេះផងដែរតែបើសិនជាយើងរៀនពេលរសៀលរៀងពិបាកបន្តិចដោយសារពេលព្រឹកយើងទំនេរតែកន្លះថ្ងៃយើងចង់ទៅធ្វើការអីក៏ពិបាកចង់ទៅធ្វើរត់តុកចង់ទៅធ្វើការងារផ្សេងៗគឺពិបាកបាទហើយបើសិនជាយើងរៀនពេលរសៀលចូលម៉ោង 1ចេញម៉ោង 5 ល្ងាចបាទដល់ពេលយប់ក៏យើងចង់រកអីបន្ថែមក៏ពិបាកចង់រកការងារអីបន្ថែមក៏ពិបាកដោយសារតែពេលរបស់យើងមានតែពេលល្ងាចអញ្ចឹងពេលព្រឹកតនេអត់ធ្វើអីកើតពេលរសៀលយើងរៀនដល់ពេលយប់យើងចង់ទៅរកការងារដើម្បីកាត់បន្ថយការចំណាយឬក៏យើងយកអាចំណូលហ្នឹងយកមកគ្រប់គ្រងខ្លះវាអត់បានដោយសារតែយើងរៀនពេលរសៀលអញ្ចឹងសម្រាប់បងប្អូនដែលមិនសូវមានលទ្ធភាពខ្ញុំលើកទឹកចិត្តឲ្យបងប្អូនអាចរៀនពេលព្រឹកឬក៏ពេលយប់តែម្ដងហើយយើងនៅសល់ពេលយើងអាចរកការងារណាដែលយើងអាចគ្រប់គ្រងជីវភាពយើងបានបាទអូខេអញ្ចឹងការងារមានច្រើនណាស់បងប្អូនអរគ្នានៅលើអាជីវកម្មនៅលើផ្លូវដែលយើងអាចរកលុយបានគឺមានច្រើនមែនទែនមានច្រើនរបៀបមែនទែនយើងអាចទៅធ្វើជាបុគ្គលិកគេដោយស៊ីប្រាក់ខែយើងអាចបង្កើតមុខរបរខ្លួនឯងបាទឬក៏យើងអាចបាទជ្រើសរើសនៅក្រុមហ៊ុនណាមួយដែលយើងអាចសហការជាមួយគ្នាបានដូចជា AB Pro នេះយើងមានអាជីវកម្មមួយដែល free style មានថាយើងតនេពេលណាក៏យើងអាចធ្វើបានដែរយើងអាចមកសហការជាមួយក្រុមហ៊ុនដើម្បីស្វែងរកនៅឱកាសដែលយើងអាចរកប្រាក់ចំណូលបានបាទហើយនៅចុងម៉ោងខ្ញុំនឹងនិយាយអំពីតើត្រូវជ្រើសរើសអាជីវកម្មណាដែលយើងអាចបន្តដំណើរទៅមុខយើងអាចមានចំណូលហើយយើងមានឱកាសក្នុងការរៀនបន្តទៀតបាទពីព្រោះយើងគោលដៅតែមួយគត់គឺធ្វើយ៉ាងម៉េចគឺយើងត្រូវតែរៀនឲ្យចប់បញ្ញាបត្របាទគោលដៅធំបំផុតគឺបែបហ្នឹងប៉ុន្តែដោយសារតែឧបសគ្គធំបំផុតគឺយើងអត់មានលុយយើងអត់មានបងប្អូនយើងអត់មានអ្នកជួយជ្រោមជ្រែងអញ្ចឹងហើយមានតែខ្លួនទីពឹងខ្លួនដល់ពេលខ្លួនទីពឹងខ្លួននៅពេលដែលយើងទៅរៀនយើងអត់មានឱកាសក្នុងការធ្វើការរកចំណូលបន្ថែមអញ្ចឹងយើងពិបាកអញ្ចឹងហើយបានយើងត្រូវបែងចែកពេលវេលាថាធ្វើយ៉ាងម៉េចដើម្បីបែងចែកពេលវេលារកប្រាក់ចំណូលខ្លះបាទឬក៏ទៅធ្វើការខ្លះប៉ុន្តែយើងនៅតែអាចឆ្លៀតទៅរៀនដើម្បីបំពេញបំណងប្រាថ្នារបស់យើងគឺរៀនឲ្យចប់បញ្ញាបត្របាទហើយបងប្អូនមួយចំនួនទៀតគាត់ប្រឹងប្រែងរៀនរហូតដល់ចប់បណ្ឌិតឬក៏អនុបណ្ឌិតឬក៏បណ្ឌិតទៀតបាទអាហ្នឹងគឺអាស្រ័យទៅលើការដាក់ចិត្តដាក់បេះដូងបាទយើងចង់ធ្វើអីគឺយើងព្យាយាមគ្រប់ផ្លូវទាំងអស់រកផ្លូវណាក៏ដោយធ្វើអីក៏ដោយបាទគឺធ្វើមិនឲ្យដល់គោលដៅបាទឲ្យដល់គោលដៅបាទអូខេអញ្ចឹងថ្ងៃនេះជួបគ្នានៅក្នុងរយៈពេល1ម៉ោងបាទហើយនៅក្នុងការ live របស់ AB Academy ហើយយើងនិយាយគ្នាអំពីតើបងប្អូនដែលប្រឡងបាក់ឌុបហើយតើត្រូវធ្វើអីបន្តទៀតបាទអូខេហើយចុងម៉ោងយើងនឹងនិយាយអំពីអាជីវកម្មរបស់យើងថាតើយើងត្រូវធ្វើយ៉ាងម៉េចដើម្បីទទួលបានអាជីវកម្មមួយដែលយើងមិនមានការចំណាយច្រើនទាំងដែលយើងអត់មានបទពិសោធន៍បាទហើយយើងត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យចំណូលរបស់យើងបានច្រើនតាមរយៈកម្មវិធីថ្ងៃនេះបាទអូខេបាទអញ្ចឹងមានអ្នកមើលប្រហែលអ្នកបាទអូខេជំរាបសួរអ៊ំពូមីងបងប្អូនទាំងអស់គ្នាដែលបានចូលមើលការ live បាទឃើញថាមានតែប្រហែលអ្នកទេអញ្ចឹងអត់អីទេអាចជួយ share ជួយ like បើសិនជាបងប្អូនគាត់ថាមានប្រយោជន៍ដល់ក្មួយដែលបានកំពុងតែប្រឡងឬក៏បងប្អូនក្មួយដែលប្រឡងហើយចប់តាំងពីឆ្នាំទៅហើយមិនទាន់មានគោលដៅជីវិតខ្លួនឯងមិនទាន់ដឹងថាត្រូវធ្វើយ៉ាងម៉េចបន្តអ្នកខ្លះរៀនប៉កែប៉ុន្តែមកដល់ម៉ោងនេះគឺរកចំណេះដឹងរកសុំទៅរៀនប៉កែប៉ុន្តែមកដល់ម៉ោងនេះអត់ទាន់មានគោលដៅជីវិតអត់ទាន់ថាមិនដឹងទៅធ្វើអីអត់ទាន់ចេះអីទេ
ហើយមិនដឹងណាទៅណាទៀតម៉ោងនេះគឺនៅធ្វើការរត់តុកអីនៅឡើយបាទទាំងដែលយើងរៀនបកែតាំងពីប្រឡងបាក់ឌុបមកមែនអញ្ចឹងឃើញថាមិនមែនផ្ដោតទៅលើថាឲ្យតែយើងរៀនបាននិទេស A និទេស B ហ្នឹងហើយគឺដឹងតែជីវិតយើងជោគជ័យទេបងប្អូនអត់អញ្ចឹងទេគឺអាស្រ័យទៅលើការជ្រើសរើសផ្លូវបន្តទៀតតែយើងត្រូវធ្វើផ្លូវណាយើងត្រូវធ្វើផ្លូវណាបាទយើងត្រូវទៅធ្វើផ្លូវណាបាទអូខេអញ្ចឹងសម្រាប់បងប្អូនសម្រាប់ខ្ញុំដែលជាអ្នកឆ្លងកាត់ឆ្អែតហើយនៅលើវិធីដែលយើងត្រូវជ្រើសរើសនៅផ្លូវណាមួយដែលយើងអាចសម្រេចបានទៅការចប់ទៅការរៀនឲ្យចប់បញ្ញាបត្របានចំពោះខ្ញុំគឺបទពិសោធន៍ឆ្អែតល្មមដែរហើយពីព្រោះយើងជាកូនអ្នកស្រែមិនមែនជាអ្នកមានស្ដុកស្ដំអីទេបាទអញ្ចឹងប្រវត្តិរបស់ខ្ញុំក៏ជួយចត់ណាស់ដែរល្មមតែមានថ្ងៃនេះល្មមតែរៀនចប់បញ្ញាបត្រផ្នែក IT គឺមិនមែនជារឿងងាយទេបងប្អូនដោយសារតែយើងជាអ្នកស្រុកស្រែអ្នកកូនអ្នកស្រែហើយយើងឪពុកម្ដាយចាស់អត់មានចំណូលប្រចាំខែទេអញ្ចឹងហើយរកមួយថ្ងៃហូបមួយថ្ងៃហើយចិញ្ចឹមកូនឯង6 7 8នាក់បាទអញ្ចឹងមិនមែនរឿងងាយស្រួលទេហើយយើងអត់មានប្រាក់វិវត្តទេយើងអត់មានប្រាក់ខែទេគ្រួសារយើងអ្នកក្រយើងអត់មានប្រាក់ខែទេធ្វើតែស្រែធ្វើតែចំការធ្វើយ៉ាងម៉េចឲ្យតែបានរួចមួយឆ្នាំហ្នឹងគឺអស់កុំឲ្យតែធ្លាក់ខ្លួនឈឺទៅទៀតធ្លាក់ខ្លួនឈឺទៀតអត់មានលុយមើលទេបាទហើយនៅពេលដែលមហិច្ឆតាយើងចង់ចាប់បញ្ញាបត្រគឺវាមិនមានភាពងាយស្រួលទេដោយសារតែយើងទីមួយអត់មានចំណូលហើយយើងក៏មិនសូវមានចំណេះដឹងអីច្រើនដែរដោយសារតែយើងជីវភាពយើងនឹងលំបាកយើងក៏មិនសូវបានទៅរៀនខ្លាំងដែរហើយយើងធ្វើការផងយើងរៀនផងយើងឈ្មោះឈ្មោលណាស់ដើម្បីឲ្យបានចប់បញ្ញាបត្រហើយយើងក៏គ្មានបងប្អូនសាច់ញាតិអីនៅពេញដែរអញ្ចឹងគឺបងប្អូនគិតមើលទៅវាលំបាកយ៉ាងណាអញ្ចឹងហើយខ្ញុំចង់ឲ្យអាការលំបាកនេះជាបទពិសោធន៍នេះគឺចែករំលែកទៅដល់បងប្អូនទាំងគ្នាបងប្អូនទាំងអស់គ្នាដែលប្រឡងចប់ហើយមានជីវភាពបាក់ផែលខ្ញុំហើយឬក៏លំបាកជាខ្ញុំទៅទៀតយើងត្រូវតែតស៊ូឲ្យដូចគ្នាតស៊ូឲ្យខ្លាំងពីព្រោះឥឡូវនេះឃើញថាវាមិនមានភាពងាយស្រួលប្រហែលទេការរស់នៅរបស់យើងគឺវាចំណាយច្រើនជាងមុនច្រើនណាស់កាលពី10ឆ្នាំមុនយើងចំណាយមិនសូវច្រើនដូចឥឡូវទេឥឡូវគឺការចំណាយគឺច្រើនពោះជាងមុនឆ្ងាយណាស់បាទកាលមុនប្រាក់ខែតែល្មម20 30រៀលប្រាក់ខែកាលចំនួនឆ្នាំ2000ជាងប្រាក់ខែតែ30 40រៀលយើងអាចចំណាយបានហើយយើងអាចចំណាយនៅការហូបចុកឬក៏បង់ថ្លៃជួលអីបានតាមរយៈយើងនៅជាមួយមិត្តភ័ក្តិអីបានទេប៉ុន្តែឥឡូវនេះអត់ទេបងប្អូនទាំងអស់គ្នាបាទប្រាក់ខែតិចប្រាក់ចំណូលតិចយើងពិបាករស់នៅដែរពីព្រោះការចំណាយរបស់យើងជាប្រចាំថ្ងៃគឺវាច្រើនបាទទាំងការហូបចុកនិងការស្នាក់នៅជំងឺឈឺស្កាត់អីផ្សេងៗគឺចំណាយច្រើនមែនទែនទឹកភ្លើងអីផ្សេងៗណាបងប្អូនទាំងអស់គ្នាបាទអញ្ចឹងត្រូវតែតស៊ូព្យាយាមធ្វើយ៉ាងម៉េចឲ្យយើងចប់បញ្ញាបត្រឲ្យបានដើម្បីយើងមានចំណេះដឹងស្វែងរកឱកាសការងារបាទស្វែងរកឱកាសការងារបាទអញ្ចឹងខ្ញុំនឹងបង្ហាញថាតើឱកាសការងារណាខ្លះដែលយើងអាចរកប្រាក់ចំណូលបានខ្លះដើម្បីទប់ជាមួយនឹងការសិក្សារបស់យើងបាទអញ្ចឹងនៅក្នុងបទពិសោធន៍របស់ខ្ញុំមកដល់ថ្ងៃនេះខ្ញុំក៏បានបើកនៅអាជីវកម្មមួយដែលអាចជួយទៅដល់បងប្អូនដែលគ្មានការងារធ្វើបានច្រើនគ្រាន់បើដែរហើយសម្រាប់បងប្អូនដែលជានិស្សិតឬក៏ជាបងប្អូនដែលចង់មកសិក្សាហើយចង់រៀនសូត្របន្តហើយយើងអត់មានការងារអីផ្សេងៗហើយឬក៏យើងរៀនសៅរ៍រឿងអាទិត្យយើងអត់មានពេលយើងនៅសល់តែថ្ងៃសៅរ៍ថ្ងៃអាទិត្យយើងអាចតាក់ទងមកខ្ញុំដើម្បីស្វែងរកឱកាសការងារ part time បាទអាចផ្ដល់ជាការងារដូចជាការងារសេវាកម្មទៅតាមហាងអីផ្សេងៗឬក៏អាចសហការគ្នាជាមួយនឹងការធ្វើអាជីវកម្មរបស់ AB Pro តែម្ដងបាទអូខេអញ្ចឹង
ជាការសម្រួលមួយដែលបងប្អូនអាចថាមានចំណូលខ្លះដើម្បីបន្តការសិក្សាបន្តគោលដៅរបស់យើងបាទអូខេអញ្ចឹងអាជីវកម្មមានច្រើនការរកលុយវិធីរកលុយមានច្រើនណាស់បងប្អូនអរគ្នាបាទអញ្ចឹងប្រាក់ចំណូលបាទមានច្រើនវិធីទី1យើងអាចទៅរកការងារធ្វើដែលជាបុគ្គលិករបស់គេទី2យើងអាចធ្វើជាអាជីវកម្មបែបប្រពៃណី traditional ឬក៏អាចថាជាលក់អីវ៉ាន់ចាប់ព្រួយបោះទិញលក់បោះដុំធម្មតាឬក៏របររកស៊ីជាច្រើនទៀតលក់អនឡាញលក់អីផ្សេងៗបាទអញ្ចឹងមានច្រើនហើយមានអាជីវកម្មមួយទៀតដែលយើងអាចមកសហការគ្នាបានដោយគេហៅថាប្រព័ន្ធ MLM របស់ក្រុមហ៊ុន AD Pro ហើយដែលយើងអាចផ្ដល់ឱកាសឲ្យបងប្អូនអរគ្នាអាចសាកល្បងនៅអាជីវកម្មនេះបានទាំងដែលយើងអត់ទាន់មានបទពិសោធន៍ទាំងដែលយើងអត់មានថវិកាអីច្រើនដើម្បីមកធ្វើការរកស៊ីទេក៏យើងអាចសហការគ្នាបានដែរដោយសារ AD Pro នៅនេះគឺយើងអត់ត្រូវការនៅដើមទុនច្រើនទេត្រូវការតែពេលវេលាតែមួយគត់ដើម្បីកសាងប្រាក់ចំណូលជាមួយគ្នាបាទហើយយើងដឹងថាបើសិនជាយើងទៅធ្វើបាទបុគ្គលិកបាទទៅធ្វើបុគ្គលិកអ្នកធ្វើការណាអញ្ចឹងខ្ញុំសូមញែកបន្តិចតាក់ទងជាមួយនឹងការធ្វើបុគ្គលិកឬក៏ធ្វើការឬក៏អាជីវកម្មបាទអញ្ចឹងនៅក្នុងกระดาษនេះគឺខ្ញុំគូមានថ្នាក់លើមានថ្នាក់ក្រោមអញ្ចឹងទៅបាទអញ្ចឹងបើសិនជាយើងធ្វើការឲ្យគេយើងនឹងមានថ្នាក់លើថ្នាក់ក្រោមដូចគ្នាមែនទេបាទអ្នកលើនេះឧទាហរណ៍ថាមេអញ្ចឹងទៅតកែអញ្ចឹងទៅបាទហើយអញ្ចឹងគាត់មានបុគ្គលិកខាងក្រោមបុគ្គលិកខាងក្រោម3នាក់អីចឹងទៅឧទាហរណ៍បាទអញ្ចឹងនេះឥឡូវខ្ញុំដាក់មនុស្សដែលពណ៌ក្រហមហ្នឹងគឺឧបមាថាយើងខ្លួនឯងចុះណាយើងខ្លួនឯងចុះបាទអញ្ចឹងបើសិនជាយើងទៅធ្វើអាជីវកម្មបើយើងទៅធ្វើការងារឲ្យគេស៊ីប្រាក់ខែអញ្ចឹងនេះយើងនៅខាងក្រោមគេនេះមានន័យថាមានតកែនៅលើហើយគាត់រើបុគ្គលិក3នាក់បាទអញ្ចឹងនៅក្នុង3នាក់នោះគឺយើងមានយើងម្នាក់ដែរនៅក្នុងហ្នឹងបាទនៅក្នុងហ្នឹងអញ្ចឹងបើសិនជាយើងចង់ធ្វើការរបៀបនេះគឺយើងត្រូវចំណាយពេលវេលាដើម្បីធ្វើការគឺ8ម៉ោងបាទ8ម៉ោងបាទអញ្ចឹងបើយើងចង់រៀនផងយើងចង់រកការងារផងចឹងហើយណាស់ full time គឺយើងត្រូវមានរយៈពេល8ម៉ោងដើម្បីធ្វើការហើយសល់ប៉ុណ្ណោះយើងអាចទៅរៀនបានបាទអញ្ចឹង8ម៉ោងនៃការធ្វើការហើយយើងទៅរៀន4ម៉ោងទៅ5ម៉ោងទៀតអញ្ចឹងវាឡើងប៉ុន្មានទេបាទវាឡើងជាង10ម៉ោង13ម៉ោងបាទអញ្ចឹងយើងត្រូវការចំណាយពេលវេលា8ម៉ោងទី1បើយើងទៅធ្វើការយើងត្រូវមានចំណេះដឹងជំនាញបាទមានចំណេះដឹងមានជំនាញទៅយើងបានប្រាក់ខែច្រើនបើយើងអត់ចេះអីទេមានតែរត់ຕົកទេបាទស្រួលបាទអូខេអញ្ចឹងត្រូវតែមានចំណេះដឹងមានជំនាញប៉ុន្តែបន្ទាប់ពីយើងរៀនចប់ទី12យើងអត់ទាន់មានបទពិសោធន៍យើងអត់ទាន់មានចំណេះដឹងផ្នែកធ្វើការអត់ទាន់មានជំនាញអីផ្សេងអញ្ចឹងយើងពិបាករកប្រាក់ខែខ្ពស់ណាស់ពីព្រោះយើងអត់ទាន់មានបទពិសោធន៍ផងយើងអត់ទាន់ឆ្លងកាត់នៅការលុតដំអីផ្សេងគឺយើងពិបាកក្នុងការរកប្រាក់ខែច្រើនបាទប៉ុន្តែយើងក៏នៅតែរកចំណូលបានតាមរយៈការមកធ្វើការប៉ុន្តែយើងត្រូវការចំណាយពេល8ម៉ោងបាទ8ម៉ោងបាទអូខេនេះការធ្វើអាជីវកម្មចំណុចក្រហមនេះមានន័យថាជាយើងឧទាហរណ៍ថាយើងបើកយើងជាម្ចាស់អាជីវកម្មខ្លួនឯងចុះណានៅលើនេះយើងជាម្ចាស់អាជីវកម្មខ្លួនឯងអញ្ចឹងបើយើងជាម្ចាស់អាជីវកម្មយើងមានបុគ្គលិកនៅខាងក្រោមយើងបាទយើងមានបុគ្គលិកនៅខាងក្រោមយើងចុះបើសិនជាបងប្អូនមកយើងអាចថាម៉ែឪយើងមានលទ្ធភាពឪពុកម្ដាយយើងមានលទ្ធភាពគ្រួសារយើងមានលទ្ធភាពទៅយើងអាចបើកជាក្រុមហ៊ុនបាទប៉ុន្តែយើងត្រូវការអីគេទី1យើងមានចំណេះដឹងសិនយើងមានចំណេះដឹងយើងមានបទពិសោធន៍បាទយើងមានជំនាញប៉ុណ្ណាដើម្បីដឹកនាំក្រុមហ៊ុនឬក៏អាជីវកម្មរបស់យើងឲ្យទៅមុខបានបាទអញ្ចឹងបើសិនជាយើងមានអស់ហ្នឹងហើយបាទយើងមានបុគ្គលិកយើង3នាក់បាទអញ្ចឹងបើបុគ្គលិកយើង3នាក់ម្នាក់8ម៉ោងបូកបញ្ចូលគ្នាមានប៉ុន្មាន24ម៉ោងអានេះ8ម៉ោងអានេះ8ម៉ោងអានេះ8ម៉ោងបូកបញ្ចូលគ្នា24ម៉ោងអញ្ចឹងមានមនុស្ស3នាក់ដែលសរុបមកមាន24ម៉ោងសម្រាប់
thua cao ở dương rồi lôi ở dương bà chẳng cái này ní thiệp cho môi nâng ca thua cao bốc lực ai kế dương miền p tay phẩm bày mong và nó phần tay nó p là dương thua chia tất cái bà dương miền con cháu bay nhá dương miến dạ p mà phay buồn màu chẳng bà thiệp cho môi nâng bà dương thua cao cái miền tầm bày màu này chẳng môi này trả chiến bà cứ mà cha chip cam to luôn ấy miến máu tràn chiềng chẳng bị thiệp ấy bà cây miên máu tràn chiêng mùi máu kì đô ban mùi $, cho có một ngày kì đô ban mà pay $4 đây còn tay bà dương miên máu tích mùi máu dương đô ban mùi $, nó ốp má đấy chẳng mà ngày dương đô ban ta bằng $7 và nó chẳng mùi ná chạm miên chiêng mùi ná sao lôi tràn chiêng thôi cài kế rồi có bao chìm cám luôn này bà ní cứ chỉ cam liên tiếp rồi viếng thôi chị bọc lức nâng thôi chia thầu cài bà ok chẳng dân là thôi cam liên tiếp và to tiền nơi bây là dân thôi chia thầu cài thì mùi ở quay ra sầm khăn bằng phốt cư dân miền đam tôn sân bà bóng ốn miền đam tôn hay nữa bà tôn mình tích thế á chào nè bà chi và cam muối mình tích mơn là để tam và phúc tam và phết này chi và cam nè bà hai dân miền bốc lực thời cao bác bạn hai kì bà dân miền ti tăng thử tại chuột rồi có bà ti tăng to luôn là nó vì ở thử ấy thì tại bà sân chỉ ti tăng dương thử chuột cái tiết chẳng thử offline ti tăng offline ấy tiết offline xông cho bạn bà rồi lịch khất ai cái sai xem tôi có xuồng bà miền phiếp smoke smile tràn bà miền phiếp smoke smile tràn mình tên hai sầm khăn cứ chấm nai tràn chấm nai tất chấm nai plương chua bọc lực chấm nai rốt bắp chấm nai xem cứ tràn mình tên miền phiếp smoke smile hai miền bà nó phải là dân không prang prang năng hai mình men toàn miền ở tệ chân tràn ở lại thì dân thở thua tiếp xa ở cái squall sân ca thua tiếp xa cứ chỉ ca chấm nai về lìa chấm nai tầng thạ vì ca tràn mình tên hai ở quay là sầm khăn cứ cu của cô bị chè đừng nói tha ca roxy là ní cứ ca của cô bị chè tràn mình tên bà dương vì muốn dương khoản đại tinh vô mà lộ tham mà đá cứ nghi xuống mình tên bàn tay mà đo màu đi mà đo bạch bon đi cứ ca roxy của cô bị chè thì mình tên mình tham một chừng niên mình tham một bòi thì cứ miên cao của cô bị chè khăng mình tên đây xa ấy đây xa sầm mặt là phim mà nó căng tại khăng từ hai phải chạyอยู่chia thua ai mà nó căng tại khăng từ chân này na khăng này đang chi nè rồi chi này hai ca roxy rồi có ca bà thua chỉ cam ấy mỗi cứ mình miên phiên nghi sôi thế cứ một bạn bà hãy dương bọc lực còn chân đó mình men thả lấy dương hồ si dương bà bá dương thua bọc lực cái con mình sủa vào màn đây một thì bà dương thua chỉ bọc lực cầm sủa màn đây tại sai dương thua bọc lực dương thợ miên ca nghĩa bà chân thợ tự miên ca nghĩa chân pel miên ca nghĩa lẹ máu ca nghĩa thợ tự ca nghĩa lẹ máu cứ chờn tập pe trán nhưng thật thua ngày nắng say màu tiền thua ngày nắng say màu tiền chân ca nghĩa mình che thì thua bọc lực ca nghĩa che thì cùng làm vâng tha thua ngày nắng say tôi lên ăn miên đi thua là hột thì phố cây chua máu đầm bay thua ca mình men chua máu đầm bay coi lên thế chân dương thua cá cứ cùng làm vâng tha sôi bằng sôi đây chân miên sầm piết tham tiết bà sân chỉ mê đặt hỏi càng nghi chán dương thua toán rồi có càng nghi lẹ mà chán dương miên sầm piết tiệt bà chân đầm bay ban trạng thái đấy dương nhảy pe bổng bay mau ní có dương miên sầm piết kháng đấy vì ở sôi mán thế nè bà chân bà sân chỉ dương thua ở chi và cam có to luôn có ở sôi đây vì phố tim mỗi dương thở đặc non trong càng nghi đặc non bốc lực bao dương chấm nái trạng thái bốc lực chấm nái tức phơi chấm nái chua ti tăng chấm nái rốt bắp xem và hơi mà giao bên trên cứ chùm nai ca thua tiếp xa khăn bằng phốt làm cái lại nè thì phố dương thua tiếp xa khăn dương thấy chùm nai lôi tràn bởi dương thua ắt khăn thế cu của cô trên dương nè chân kê lộ đạch dương lộ ắt đạch ắt chùm nốt ắt miên chùm nốt chùm nái và chùm nốt ắt trục nó năng ca chùm nái dương khát chân dương lộ ắt bàn dù thì bàនេះគឺជាមូលហេតុបាទអូខេទី3AB Pro MLM
បាទមានន័យថាម៉េចមានន័យថា AB Pro គឺជាក្រុមហ៊ុនមួយដែលដើរប្រព័ន្ធ MLM ឬក៏គេហៅថា Multi Level Marketing បាទ Multi Level Marketing អញ្ចឹងខ្ញុំសូមប្រៀបធៀបរវាង3នេះដែលការងារដែលអាចសុទ្ធតែអាចរកលុយបានដូចគ្នាគ្រាន់តែថាវាមានរូបភាពខុសគ្នាបាទអញ្ចឹងបើយើងមកប្រព័ន្ធ MLM ឬក៏ Multi Level Marketing នេះគឺ3ដូចគ្នាមានន័យថានេះយើងពណ៌ក្រហមនេះយើងអញ្ចឹងនៅពេលដែលយើងសហការជាមួយក្រុមហ៊ុនបាទយើងចំណាយតែពេលវេលាមួយគត់ដើម្បីកសាងបណ្ដាញរបស់យើងកសាងក្រុមលក់របស់យើងកសាងមេតបរបស់យើងកូនតបរបស់យើងយើងចុះទៅសមរភូមិយើងត្រូវមានកូនតបបើយើងអត់មានកូនតបទេបាទយើងធ្វើអីក៏វាអត់បានច្រើនដែរបើយើងអត់មានកូនតបនេះដូចជាបុគ្គលិកបើយើងស្ថិតនៅក្នុងបុគ្គលិកយើងអត់មានកូនចៅខាងក្រោមទេយើងមានតែ8ម៉ោងទេយើងអត់មានឱកាសខ្លាចទៅជាអ្នកមានឬក៏អ្នកធូធាទេប៉ុន្តែបើសិនជាយើងមានអាជីវកម្មមួយដែលមានបុគ្គលិកច្រើនយើងមានឱកាសក្នុងការរកប្រាក់ចំណូលបានច្រើនដោយសារតែម៉ោងវាច្រើនយើងកំពុងតែទិញពេលវេលាឲ្យបុគ្គលិកទិញម៉ោងរបស់បុគ្គលិកបូកបញ្ចូលគ្នាយើងនឹងបានម៉ោងច្រើនយើងមានឱកាសក្នុងការរកប្រាក់ចំណេញបានច្រើននៅ MLM ក៏ដូចគ្នានៅពេលដែលយើងមានតបកាន់តែច្រើនវាធ្វើឲ្យតបនេះជាអ្នករកលុយឲ្យយើងបាទជាអ្នករកលុយយើងរកតាមរបៀបណាបាទ3អ្នកនេះយើងអត់មានបាទយើងអត់មានបន្ទុកក្នុងការផ្ដល់ប្រាក់ខែឲ្យពួកគាត់ទេវាខុសពីការរកស៊ីបើយើងរកស៊ីជាអាជីវកម្មតខ្លួនយើងមាន3អ្នកដែរបុគ្គលិកយើង3អ្នកដែរយើងមានបន្ទុកមួយគឺបើកប្រាក់ខែឲ្យបុគ្គលិកទាំង3អ្នកហ្នឹងបាទ MLM គឺយើងមាន3អ្នកដែរយើងអត់មានបន្ទុកក្នុងការបើកប្រាក់ខែឲ្យពួកគាត់ទេប៉ុន្តែហេតុអីបានជា3អ្នកនេះគាត់អាចសុខចិត្តនៅជាមួយយើងបានដោយគ្មានប្រាក់ខែបាទដោយគ្មានប្រាក់ខែដោយសារអីដោយសារ3អ្នកនេះគាត់ទទួលបានប្រាក់ចំណេញមានតែប្រាក់ចំណេញចែកគ្នាប្រាក់ចំណេញចែកគ្នាអញ្ចឹងខាងលើក៏បានខាងក្រោមក៏បានដូច្នេះហើយអត់មានបាទអត់មានការខ្ទាស់គ្នាទេមានថាមានតែការជួយសហការគ្នាដើម្បីឲ្យចំណូលនឹងកាន់តែធំទៅទៀតបាទអញ្ចឹងយ៉ាងម៉េចបើយើងនៅលើខាងលើនេះបើយើងធ្វើម្នាក់ឯងក៏បានលុយបើយើងធ្វើមានគ្នាមានក្រុមកាន់តែបានលុយហើយច្រើនយូរអង្វែងទៅទៀតដោយយើងអត់ចាំបាច់មានទីតាំងខ្លួនឯងទេអត់ចាំបាច់អស់ទឹកភ្លើងទេអត់ចាំបាច់អស់ថ្លៃជួលទីតាំងទេហើយក៏អត់ចាំបាច់ចំណាយលុយធ្វើទីផ្សារដែរពីព្រោះប្រព័ន្ធនេះគឺមានហើយអស់ប្រព័ន្ធនេះគឺមានហើយអស់ហើយអត់សូវមានគូប្រកួតប្រជែងដូចខាងនេះទេខាងនេះបើមានគូប្រកួតប្រជែងខ្លាំងបើយើងអត់ខ្លាំងជាងគូប្រកួតប្រជែងទេយើងនឹងដួលបើខាងនេះមានថ្នាក់លើជួយការងារយើងចាំជួយការងារយើងបើយើងធ្វើអត់បានថ្នាក់លើគេនឹងបង្រៀនយើងគេនឹងប្រាប់យើងពីវិធីនៃការធ្វើយ៉ាងម៉េចឲ្យបានលុយច្រើនបាទធ្វើយ៉ាងម៉េចឲ្យបានលុយច្រើនហើយណែបុគ្គលិកត្រូវមានពេល8ម៉ោងឲ្យគេ8ម៉ោងណាហើយណែមិនចាំបាច់8ម៉ោងនេះព្រោះគាត់តកែយើងគាត់ចាំប្រហែលក៏បានប៉ុន្តែខាងក្រោមនេះត្រូវតែមាន8ម៉ោងបាទបើបងប្អូនចង់ធ្វើការងារអញ្ចេះត្រូវតែមាន8ម៉ោងឲ្យគេសិនទើបយើងអាចយកលុយគេបានបាទប៉ុន្តែនៅក្នុងអាជីវកម្ម MLM របស់ AB Pro នេះបងប្អូនមិនថាបងប្អូនខ្លាយទៅជាមេដឹកនាំមិនថាបងប្អូននៅខាងក្រោមនេះទេគឺបងប្អូនមានពេលវេលាគ្រប់គ្រាន់សម្រាប់ខ្លួនឯងបងប្អូនមានពេល1ម៉ោងក៏ធ្វើបានមានពេល2ម៉ោងក៏ធ្វើបានមានពេល1ថ្ងៃក៏ធ្វើបានមានពេលកន្លះថ្ងៃក៏ធ្វើបានឧទាហរណ៍បងប្អូនរៀនពេលព្រឹកអញ្ចឹងពេលថ្ងៃបងប្អូនអាចមកស្វែងរកឱកាសនៅ AB Pro MLM បាទឬក៏ពេលរសៀលក៏យើងអាចមកបានពេលរសៀលឬក៏ពេលល្ងាចពេលយប់អីយើងអាចឆ្លៀតទៅរកបានអត់មានកំណត់ម៉ោងថាត្រូវតែចូលម៉ោងប៉ុណ្ណេះចេញម៉ោងប៉ុណ្ណេះទេអញ្ចឹងគឺជាឱកាសមួយសម្រាប់បងប្អូនដែលបញ្ចប់ទី12ហើយយើងស្វែងរកឱកាសការងារឬស្វែងរកប្រាក់ចំណូលដោយយើង free style មានន័យថាយើងចង់រកម៉ោងណាក៏បានអត់ប៉ះពាល់ក្នុងការរៀនសូត្ររបស់យើងទេ
អត់ប៉ះពាល់នៅពេលវេលារបស់យើងទេបាទអញ្ចឹងបងប្អូនគិតមើលការធ្វើអាជីវកម្មដូចគ្នាម្ចាស់អាជីវកម្មផ្ទាល់ខ្លួនដូចគ្នាប៉ុន្តែមួយត្រូវការចំណាយទីតាំងអានេះអត់មានចំណាយអានេះចំណាយអានេះអត់មានចំណាយទីតាំងទេ MLM អានេះចំណាយទីតាំងគ្រាន់តែទីតាំងមួយបងប្អូនចំណាយអស់$1000បាត់ហើយក្នុងមួយខែសម្រាប់ MLM របស់ AD Pro នេះ AD Pro មានអាគារផ្ទាល់ខ្លួនហើយមិនចាំបាច់បងប្អូនអស់កន្លែងជួលទឹកជួលទីតាំងទៀតទេមានម៉ាស៊ីនត្រជាក់មានភ្លើងមានតង្ហាល់ហើយអស់មានទីតាំងហើយឲ្យបងប្អូនគ្រាន់តែមកមើលសហការឬក៏ស្វែងយល់ឱកាសយើងអាចធ្វើជាមួយគ្នាបានគឺចាប់ផ្ដើមធ្វើឲ្យអត់ចាំបាច់ប្រើដើមទុនច្រើនទេបាទនៅទីនេះនៅក្នុង AD Pro នេះបើសិនជាបងប្អូនចង់សហការយើងមានការផ្ដល់ជូនជាឱកាសសម្រាប់បងប្អូនមករៀនសូត្របន្ថែមមកអភិវឌ្ឍខ្លួនបន្ថែមបាទហើយយើងមានឱកាសដើម្បីប្រាក់ចំណូលកសាងប្រាក់ចំណូលច្រើនហើយទៅថ្ងៃអនាគតទៀតឧទាហរណ៍បងប្អូននៅលើបងប្អូនជាមេដឹកនាំមួយដែលបាទស្វែងរកដៃគូសហការនៅខាងក្រោមយើងកាន់តែច្រើនអញ្ចឹងដៃគូសហការខាងក្រោមយើងនេះគេហៅថា downline របស់យើងនេះពេលដែលគាត់យល់គាត់ដឹងគាត់ធ្វើបងប្អូននៅខាងលើនេះបានលុយអញ្ចឹងបងប្អូនគ្រាន់តែបំពេញគ្រប់លក្ខខណ្ឌក្នុងមួយខែប្រហែលបាទគឺបងប្អូនអាចយកចំណូលទាញពីចំណូលខាងក្រោមនេះបានថ្ងៃក្រោយបើបងប្អូនអាចកសាងបណ្ដាញកាន់តែច្រើនលុយរបស់យើងកាន់តែច្រើនថ្ងៃក្រោយយើងអត់ចង់ធ្វើយើងចង់សម្រាកក៏លុយរបស់យើងចូលដែរពីព្រោះមានក្រុមការងារខាងក្រោមគាត់ធ្វើឲ្យយើងហើយបាទហើយមកដល់ម៉ោងនេះគឺមានអ្នកដែលរកប្រាក់ចំណូលតាមរយៈ AD Pro MLM នេះគឺបានច្រើនមកហើយដែរមិនមែនគ្មានអ្នករកបានទេណារកបានច្រើនមកដល់ម៉ោងនេះគឺមានអ្នករកចំណូលបានតាមរយៈប្រព័ន្ធ MLM របស់ AD Pro នេះរាប់$1000ហើយក្នុងមួយខែបាទអញ្ចឹងបងប្អូនណាពេលវេលានៅលើដៃយើងចំណេះដឹងនៅលើដៃយើងការដឹកនាំនៅលើដៃយើងគ្មានការចំណាយច្រើនចំណាយតែពេលវេលាមួយគត់សម្រាប់ MLM របស់ AD Pro នេះអញ្ចឹងបើសិនជាបងប្អូនចប់ទី12ហើយមិនដឹងទៅណាបាទមិនដឹងទៅណាបងប្អូនអាចតាក់ទងមកបានតាក់ទងមក AD Pro បាទហើយបងប្អូនអាចចាប់ស្វែងរកឱកាសនេះអាចមករៀនបាទអាចមករៀនជាមួយក្រុមហ៊ុនបើសិនជាបងប្អូនអត់ចេះមិនដឹងថាត្រូវធ្វើយ៉ាងម៉េចបងប្អូនអាចអញ្ជើញមកក្រុមហ៊ុន AD Pro បាទទីតាំងនៅចិត្តផ្សារថ្មីយើងទេផ្លូវ150ផ្ទះលេខ5051ផ្លូវ154បាទសង្កាត់ភ្នំពេញថ្មីខណ្ឌដូនពេញរាជធានីភ្នំពេញបាទសង្កាត់ផ្សារថ្មី3ណាខណ្ឌដូនពេញរាជធានីភ្នំពេញនៅខាងត្បូងផ្សារថ្មីមួយផ្លូវនេះទល់មុខមន្ទីរពេទ្យសង្ត្រាល់បាទអញ្ចឹងនៅកណ្ដាលភ្នំពេញស្រាប់បើបងប្អូនចង់រៀនចង់អីនៅក្បែរហ្នឹងគឺមានសាលាជាច្រើនទៀតណាស្រួលទេស្រួលទៅស្រួលមកអត់ពិបាកទេបាទអញ្ចឹងផ្ដល់ឱកាសសម្រាប់បងប្អូនដែលចប់ទី12អត់ដឹងថាត្រូវទៅណាបងប្អូនអាចតាក់ទងមកដើម្បីស្វែងយល់និងកសាងប្រាក់ចំណូលហើយយើងមានឱកាសរៀនបន្តទៀតបាទយើងមានឱកាសរៀនបន្តទៀតបាទអូខេអញ្ចឹងនេះគ្រាន់តែខ្ញុំបង្ហាញត្រួសមិនលម្អិតទេបើសិនជាចង់លម្អិត5ម៉ោងបានលម្អិតបាទអញ្ចឹងហើយយើងអត់មានឱកាសទេយើងមានតែការបង្ហាញត្រួសហើយបើសិនជាបងប្អូនទាំងអស់គ្នាមានការចាប់អារម្មណ៍ទៅលើអាជីវកម្មដែលមិនត្រូវការប្រាក់ដើមច្រើនឬក៏ដើមទុនច្រើនទេមិនត្រូវការពេលវេលាច្រើនទេយើងអាចមកធ្វើបានពេលណាដែលយើងត្នេយើងអាចមកធ្វើបានហើយការចាប់ផ្ដើមគឺតែ$28ទេអត់ច្រើនទេយើងធ្វើអាជីវកម្មមួយមានរាប់$1000ទៅយើងអាចបើកបាននេះបើសិនជាយើងធ្វើអត់បានយើងយ៉ាងហោចណាយើងអស់លុយតិចបាទយើងជាបទពិសោធន៍យើងអត់បញ្ហាយើងអាចដើរបន្តទៀតបើយើងទៅរកស៊ីខ្លួនឯងចាក់លុយរាប់$10000ហើយពេលយើងដួល
តែយើងអាចមានឱកាសក្នុងការយកមកវិញទេយើងអាចមានឱកាសក្នុងការក្រោកឈរឡើងជាថ្មីទេនេះគឺជាជំរឿនរបស់បងប្អូនអញ្ចឹងការធ្វើអាជីវកម្មមួយគឺมันមានភាពងាយស្រួលប្រហែលទេបាទអញ្ចឹងបើសិនជាបងប្អូនទៅតែប្រឡងទី12ចប់យើងក៏មិនទាន់មានបទពិសោធន៍ខ្លាំងយើងក៏មិនទាន់ប្រឡូកនៅក្នុងវិស័យការងារច្រើនហើយអត់ចង់ឈឺខ្លួនខ្លាំងមានថាបើសិនជាយើងធ្វើអាជីវកម្មបែបចំណាយលុយច្រើនយើងពេលដែលយើងខាតបង់ក៏ឈឺខ្លួនខ្លាំងដែរអញ្ចឹងមក AD Pro បើយើងធ្វើមិនបានក៏មិនខាតអីច្រើនដែរយើងចំណាយតែពេលវេលាក្នុងការដឹកនាំតែប៉ុណ្ណោះអញ្ចឹងបើសិនតែយើងមកយើងអត់ចេះគេមានគ្រូសម្រាប់បង្វឹកគេមានគ្រូសម្រាប់បង្ហាត់បង្រៀនហើយគេនឹងដល់ជាផ្លូវបង្ហាញឲ្យបងប្អូនដែលអាចកសាងប្រាក់ចំណូលឬក៏កសាងប្រព័ន្ធបានយ៉ាងងាយស្រួលបាទហើយជាពិសេសឥឡូវនេះគឺមានទាំង app មានទាំងអីទៀតដោយសារតែបច្ចេកវិទ្យារីកចម្រើនយើងគ្រាន់តែគ្រប់គ្រងទៅលើ app យើងអាចគ្រប់គ្រងទៅលើបណ្ដាញរបស់យើងបានអញ្ចឹងការទិញជាការទិញផលិតផលអីផ្សេងៗគឺងាយស្រួលយើងចង់តាមរយៈ online ក៏បានយើងចង់ប្រើប្រាស់ទៅលើ online សម្រាប់ធ្វើអាជីវកម្មមួយនេះក៏បានបាទក៏បានហើយយើងមានធីមការងារក្រុមការងារដើម្បីជួយសម្របសម្រួលបងប្អូនផងដែរបាទអូខេអញ្ចឹងដោយសារតែពេលវេលារយៈពេលតែ1ម៉ោងទេថ្ងៃនេះហើយខ្ញុំក៏មិននិយាយយូរទៀតដែរហើយឱកាសក្រោយខ្ញុំនឹងបកស្រាយលម្អិតតាក់ទងជាមួយនឹងអាជីវកម្មបែបប្រពៃណីឬក៏បុគ្គលិកយើងគួរតែធ្វើបុគ្គលិកបាទឬក៏ធ្វើជាម្ចាស់អាជីវកម្មផ្ទាល់ខ្លួនបែបប្រពៃណីឬក៏មកធ្វើជាអាជីវកម្មបែប MLM បាទអញ្ចឹងយើងនឹងជួបគ្នាសារជាថ្មីម្ដងទៀតនៅថ្ងៃសុក្រហើយខ្ញុំនឹងលម្អិតរឿងនេះជូនបងប្អូនអរគ្នាហើយបើសិនជាបងប្អូនចាប់អារម្មណ៍បាទអាចតាក់ទងជាមួយនឹង page AD Pro Academy ឬក៏តាក់ទងមកខ្ញុំផ្ទាល់តាមរយៈលេខទូរស័ព្ទ Telegram បាទ010 36 42 47បាទបងប្អូនចាប់អារម្មណ៍អាចតាក់ទងមកដើម្បីយើងពិភាក្សាការងាររបស់យើងសហការគ្នាធ្វើយ៉ាងម៉េចឲ្យមានឲ្យបងប្អូនមានចំណូលបានបាទអូខេអញ្ចឹងបន្ទាប់ពីការសន្ទនារយៈពេល1ម៉ោងនេះបងប្អូនមានចម្ងល់អីទេអ្នកណាមានចម្ងល់អីអាច comment មកហើយបន្ទាប់ពីឆ្លើយ comment ហ្នឹងហើយឬក៏អត់មាន comment ទេយើងនឹងបញ្ចប់ប៉ុណ្ណេះបាទអូខេជំរាបសួរបាទជំរាបសួរលោកគ្រូបាទជំរាបសួរគ្រូណានបាទជំរាបសួរបាទបាទអញ្ចឹងឃើញថាមានអ្នកមើលតែប្រហែលទេសូមអរគុណសម្រាប់ការលើកទឹកចិត្តនៃការ live មួយនេះអរគុណច្រើនហើយបើគិតថាការ live មួយនេះមានប្រយោជន៍ទៅដល់ពុកម៉ែបងប្អូនអាចជួយ share ចែកចម្លែកនៅការ live មួយនេះដើម្បីទៅដល់បងប្អូនដែលគាត់កំពុងតែរកឱកាសបងប្អូនកំពុងតែរកការងារធ្វើបាទឬក៏បងប្អូនដែលកំពុងតែអត់ការងារធ្វើមកពីស្រុកថៃក៏ច្រើនដែរហើយយើងអត់មានការងារធ្វើហើយយើងចង់រកប្រាក់ចំណូលបន្ថែមយើងអត់មានពេលវេលាគ្រប់គ្រាន់ក៏យើងអាចមកសហការគ្នាបានបាទអូខេអញ្ចឹងសូមជួយ like ជួយ share ហើយបើគិតថាមានប្រយោជន៍ហើយខ្ញុំនឹងបញ្ចប់ការ live នេះបន្តិចទៀតបើសិនជាអត់មានសំណួរអីទេបាទអូខេអញ្ចឹងបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាអត់មានសំណួរអីទេបាទលោកគ្រូនាងសួស្តីលោកគ្រូបាទជំរាបសួរលោកគ្រូបាទសុខសប្បាយទេបាទអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាអត់មានសំណួរអីទេខ្ញុំនឹងបញ្ចប់ការ live ប៉ុណ្ណេះហើយសង្ឃឹមថាការ live របស់ខ្ញុំថ្ងៃនេះបានជាប្រយោជន៍ទៅដល់បងប្អូនទាំងអស់គ្នាខ្លះមួយចំនួនឬក៏ចំណុចណាមួយដែលមានប្រយោជន៍គិតថាមានប្រយោជន៍បងប្អូនអាចជួយ share ជួយ like ដើម្បីជាកម្លាំងចិត្តក្នុងការស្វែងរកព័ត៌មានល្អៗជាងនេះដើម្បីធ្វើការ live បន្តទៀតបាទហើយសង្ឃឹមថា
កម្មវិធីការ live របស់យើងនេះកាន់តែរីកធំទៅពីមួយថ្ងៃទៅមួយថ្ងៃហើយមានអ្នកចូលរួមមានវាគ្មិនរបស់យើងកាន់តែច្រើនទៅក្នុងការ live មួយនេះបាទអញ្ចឹងជាចុងក្រោយក៏សូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលចូលមកទស្សនាការ live នេះមិនថាឥឡូវហ្នឹងឬក៏ពេលណាទេឬក៏បងប្អូនទាំងអស់គ្នាលោកគ្រូអ្នកគ្រូទាំងអស់គ្នាដែលចូលទស្សនាក្នុងការ live នេះក៏សូមអរគុណសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃក្នុងការស្ដាប់និងការចែករំលែកផងដែរអញ្ចឹងគណៈពេលនេះដែរខ្ញុំបាទច័ន្ទគង់សូមអរគុណសូមជម្រាបលាបាទអរគុណច្រើន